จุดสู้บนออกนี้ថ្ងៃនេះដែរខ្ញុំនឹងបង្ហាញបងប្អូនអំពីរបៀបនៃការ connect នៅកងតាក់ពីរចុចក៏ដូចជាការរត់បណ្ដាញរបស់វាទាំងមូលតែម្ដងជំហានដំបូងខ្ញុំនឹងបញ្យល់បងប្អូនអំពីរបៀបនៃការរត់ខ្សែគឺទី1គឺយើងត្រូវមានខ្សែចេញពី disjonctor ចំនួន2សរសៃដែលជាទូទៅដែលគេហៅថាខ្សែ pha នៅលើនោះដែលខ្សែក្រហមគឺជាខ្សែ pha ហើយខ្សែខ្មៅគឺជាខ្សែ node ជំហានទី2គឺយើងធ្វើការរត់ខ្សែអំពូលទាំងពីរអំពូលហ្នឹងដោយក្នុងមួយអំពូលគឺយើងរត់ខ្សែពីរសរសៃដូចគ្នាដែលយើងនឹងចេញពីអំពូលហ្នឹងគឺមានខ្សែក្រហមហើយនិងខ្សែខ្មៅដែលខ្សែក្រហមហ្នឹងគឺយើងចាត់ទុកវាថាជាខ្សែ pha ហើយខ្មៅហ្នឹងគឺចាត់ទុកជានៅដូចគ្នាសម្រាប់អំពូលទី2គឺដូចគ្នាបន្ទាប់ខ្ញុំនឹងបញ្យល់បងប្អូនអំពីរបៀបនៃការ connect កងតាក់ក៏ដូចជាជើងរបស់កងតាក់អូខេដែលជើងរបស់កងតាក់គឺមានស្ថានបែបនេះគឺមានជើង4ឥឡូវនេះខ្ញុំនឹងបញ្យល់អំពីនៅចុចទី1ថាចុចទី1គឺវាយ៉ាងម៉េចមានន័យថានៅក្នុងកងតាក់នេះគឺគេបានតាំងដោយនិមិត្តសញ្ញាគឺអក្សរនេះគឺអក្សរ L1 ជាមួយនឹង L11 មានន័យថា L1 គឺជាអ្នកទទួលមេភ្លើងគឺជាអ្នកទទួលមេភ្លើងពី disjonctor យើងមកគឺវាផ្ទុកនៅពេលណាដែលយើងចុចកងតាក់បើកនោះវានឹងវាយភ្លើងចូល L11 ហើយ L11 នឹងវាយភ្លើងទៅអំពូលមានថា L11 គឺយើង connect ខ្សែអំពូលហើយសម្រាប់ពីរគឺដូចគ្នាគឺគេតាំងវាដោយ L3 ហើយនឹង L31 ដែល L3 គឺជាមេភ្លើងហើយ L31 គឺជាកងតាក់សម្រាប់វាយទៅប្រជាអំពូលអូខេជំហានបន្ទាប់ខ្ញុំនឹងបញ្យល់បងប្អូនអំពីរបៀបនៃការ connect កងតាក់វិញដងទី1គឺយើងនឹងឃើញមានខ្សែ node ចេញពីអំពូលចំនួន2ខ្សែហ្នឹងគឺអំពូល2យើងចាប់វាផ្គួបជាមួយនឹងខ្សែមានថាយើងយក node វាគឺរួមនេះគឺ node រួមគឺទាំងអស់3ខ្សែគឺ node មេ1ខ្សែនិង node អំពូល2ខ្សែអញ្ចឹងយើងធ្វើការវាផ្គួបវាចូលគ្នាមកខ្សែ node ហ្នឹងអូខេthì យើងធ្វើការផ្គួបវាបែបហ្នឹងចូលគ្នាមកទី2គឺយើងចាប់ផ្ដើមធ្វើការ connect នៅខ្សែអំពូលខ្សែបញ្ជាទៅអំពូលហ្នឹងគឺយើងយកវាចូលជើង L11 មានថាយើងបញ្ជាទៅអំពូលទី1អូខេអញ្ចឹងយើង connect វាចូលជើងអំពូល L11 មកមានថាគឺជាចុចទី1ព្រោះកងតាក់របស់យើងគឺមាន2ចុចអូខេយើង connect វាចូលមកអានេះគឺ L11 ទី2យើងចាប់ដើមធ្វើកណា connect ចុចទី2គឺបញ្ជាទៅអំពូលទី2អញ្ចឹងយើង connect របស់វាចូលជើង L31 អូខេដែលយើងបញ្ជាទៅចុចទី2អំពូលទី2ហ្នឹងគឺនៅលើកងតាក់គេតាំងដោយនិមិត្តសញ្ញា L31 អញ្ចឹងយើង connect វាចូលមកអូខេអញ្ចឹងអានេះគឺជាការ connect ខ្សែវាយទៅអំពូលអូខេទាំងពីរចុចហ្នឹងអូខេជំហានបន្ទាប់គឺការបញ្ចូលខ្សែមេការបញ្ចូលខ្សែមេគឺទី1គឺយើងត្រូវ connect ខ្សែ L3 នេះដោយខ្សែ passe មួយមកមានថាយើងត្រូវ passe ពីខ្សែ L1 នេះទៅខ្សែ L3 អញ្ចឹងយើងញាត់ខ្សែ L3 នេះហើយមកព្រោះកងតាក់យើងមាន2ចុចអញ្ចឹងយើងត្រូវយកមេភ្លើងដើម្បីឲ្យបាន2ហ្នឹងហើយនេះគឺជាខ្សែ L3 យើង connect ចូល L1 នេះមកគឺចូលខ្សែ L1 នេះហើយមេភ្លើងចេញពី disjonctor គឺយើងចូលមកកាន់ខ្សែ L1 ដូចគ្នាហ្នឹងហើយគឺបែបហ្នឹងអូខេគឺយើង connect បែបហ្នឹងមានន័យថាមេភ្លើងគឺយើងចេញពី disjonctor មកគឺយើងចូល L1 ដើម្បីបញ្ជាទៅចុចទី1ហើយយើងប៉ុងមក L3 ដើម្បីបញ្ជាទៅចុចទី2អូខេឥឡូវយើង connect ខ្សែរបស់កងតាក់ហើយឥឡូវនេះខ្ញុំនឹងធ្វើការបើក disjonctor ហើយខ្ញុំនឹងបញ្យល់បងប្អូនអំពីថាភ្លើងវារត់ពីណាទៅណារបៀបម៉េចអូខេឥឡូវខ្ញុំបើកហើយអូខេដំបូងគឺភ្លើងវារត់ចូលជើងរបស់ L1 នេះខ្ញុំតេស្តមើលគឺរត់ចូល L1
ហើយយើងពងពី L1 គឺចូលមកដល់ជើងរបស់ L3 អូខេនេះគឺ L3 យើងតែប៊ីភ្លើងបន្តមកទៀតនៅពេលដែលយើងបើកកុងតាក់នៅពេលយើងបើកកុងតាក់អំពូលវាភ្លឺមានន័យថាគឺវាភ្លើងវាបានប៉ាសេពីជើង L1 មកដល់ជើង L11 ហើយវានឹងវាយប៉ាសេមកចូលអំពូលសម្រាប់កុងតាក់ទី2ដូចគ្នានៅពេលដែលខ្ញុំចុចបើកភ្លើងវានឹងវាយពីជើង L3 ដូចតែឃើញក្នុងប៊ីភ្លើងនេះវារត់ទៅដល់ជើង L31 ហើយវានឹងវាយដល់អំពូលហ្នឹងគឺជាការ connect របស់កុងតាក់2ចុចអូខេនេះគឺខាងមុខវាបែបនេះអញ្ចឹងការបញ្យល់របស់ខ្ញុំគឺមានតែប៉ុណ្ណឹងបើសិនជាបងប្អូនអត់យល់កន្លែងណាគឺអាចឆាត comment នៅក្នុងវីដេអូរបស់ខ្ញុំបានខ្ញុំនឹងធ្វើវីដេអូបន្តទៀតបញ្យល់បងប្អូនឲ្យកាន់តែយល់អរគុណច្រើន